tao bồng bồn tao khné thà níខ្ញុំមកចេះរំលែកការកាត់សក់ទៀតហើយអានេះបញ្ចេះស្នាដៃតែម្ដងខ្ញុំហ្នឹងគឺចេះស្នាដៃហ្មងអាណាបានទំនុយយ៉ាងស្អាតទេនិយាយទៅថាបងប្អូនមើលមុខតម្រង់មុខគាត់ពោកពើអញ្ចឹងគឺកាត់សំគ្នាហ្នឹងសោជាស័យដល់បងជាងកាត់សក់ហើយបញ្ចេះស្នាដៃហើយហ្នឹងនិយាយទៅថាមុននឹងទៅកាត់សក់ហ្នឹងខ្ញុំទៅយកអាសក់ខាងលើហ្នឹងចេញនិយាយយកខាងលើហ្នឹងឲ្យវាស្ដើងព្រោះសក់គាត់នៅក្មេងអញ្ចឹងគឺក្រាស់មែនទែនក្រាស់មែនទែននិយាយទៅហើយសក់ហ្នឹងគឺជាប្រភេទដែលសក់គេហៅថាដើមធំដើមដែលគេហៅថាសក់ដើមរស់ដើមធំហ្នឹងជ្រងហ្នឹងតែកាលណាបើយើងកាត់ទៅគឺវាចេះតែបាសកាត់ទៅកាន់តែបាសអញ្ចឹងគឺខ្ញុំចិត្តឲ្យខាងលើនេះអស់ហើយទៅបានចិត្តខាងលើរួចបានខ្ញុំចាប់ដើមកោសវាជាក្រោយអាហ្នឹងគឺជាការក្បាច់របស់ខ្ញុំទេហើយជាងម្នាក់សុទ្ធតែមានចំណុចរៀងខ្លួនមិនថាណាក៏ដោយគឺមានរៀងខ្លួនហើយគាត់យកតែជើងសតិចទេគាត់អត់បានកាត់បែបក្មេងសក់ស្ទាវទេគឺគាត់សក់សាសាឡានិយាយទៅថាកាត់សក់សាសាឡាគាត់កក់សក់កាត់សក់ហ្នឹងសាសាឡាគាត់នៅរៀនគាត់ចិត្តចូលមករៀនហើយគាត់រៀនថ្ងៃអញ្ចឹងពេលព្រឹកខ្ញុំកាត់សក់គាត់ហ្នឹងពេលព្រឹកខ្ញុំឈូសកាត់តើខាងលើហើយរៀងស្ដើងហើយបងខ្ញុំចាប់ដើមកោសវាហើយនេះគឺចាប់ដើមចិត្តយករៀងវាគឺកុំឲ្យវាមានការបាក់ច្រាំងនិយាយទៅភាគចឹងគឺសក់ប្រភេទហ្នឹងគឺបាក់ច្រាំងតែកាត់មិនល្អទេគឺដឹងតែបាក់ច្រាំងហើយកាន់តែចោកគឺកាន់តែបាក់ច្រាំងអញ្ចឹងគឺខ្ញុំយកក្រាស់ហ្នឹងត្រឹបវាត្រឹបទៅដើម្បីកុំឲ្យវាឲ្យរត់ស្មើថារត់ឲ្យរត់ស្មើហ្នឹងគឺចាប់ដើមលើបន្តិចទៅគឺខ្ញុំអត់បានកាត់លឿនទេទៅខ្ញុំកាត់យឺតដើម្បីបងខ្លះគឺអាចអ្នកដែលរៀនថ្មីគឺគាត់អាចនឹងសិក្សាទៅងាយយល់ដោយសារតែខ្ញុំគឺកាត់យឺតអត់បានកាត់បានលឿនទេអញ្ចឹងគឺបងទាំងអស់គ្នាគឺយើងមើលទៅតិចទៅតាម YouTube ខ្លះតាម Facebook ខ្លះតាម Page ខ្លះខ្ញុំ comment ឲ្យបងប្អូនពេលដែលចង់រៀនជាងកាត់សក់គឺបងប្អូនទៅ follow page គេណាដែលកាត់សក់ឬក៏ចុច like YouTube ណាដែលគេបង្រៀនកាត់សក់ណា YouTube subscribe អីចឹងទៅឬក៏ share អីផ្សេងទាក់ទងនៅក្នុងការកាត់សក់នឹងចូលទៅតាម Instagram ស្អីចឹងទៅណាតែបើផងខ្ញុំគឺមានទាំងអស់ផងខ្ញុំ YouTube Facebook TikTok គឺ Instagram គឺខ្ញុំមានទាំងអស់វាឈ្មោះថាជាងកាត់សក់បរោះ Linpo រតនឧត្តមទៅគឺឃើញហ្មងគឺក្នុង TikTok ក៏មានក្នុង Facebook ក៏មានក្នុង YouTube ក៏មានអញ្ចឹងគឺបងប្អូនខ្ញុំ recommend ឲ្យបងប្អូនទៅចុច like ទាំងអស់នោះហេតុអីបានខ្ញុំចង់ឲ្យបងប្អូនចុច like ទាំងអស់នោះចុច like ចុច share ឬក៏ចុច subscribe ដើម្បីកាលណាបើយើងរៀនអញ្ចឹងទៅយើងកាលណាបើយើងចុច like ចុច share គឺពេលដែលគេចែករំលែកគឺគេចាប់ផ្ដើមគឺឲ្យយើងឃើញមុនគេហ្មងឲ្យយើងឃើញមុនគេឲ្យយើងបានឃើញមុនគេយើងបានរៀនអញ្ចឹងពេលខ្លះអញ្ចឹងទៅពេលអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យយើងនឹងនិយាយទៅថាធ្វើឲ្យយើងនឹងចង់រៀនណាកាលណាយើងឃើញគេចុចគេកាត់ហើយយើងចេះតែចង់រៀនឲ្យតែឃើញគឺយើងចេះតែចង់រៀនធ្វើឲ្យចិត្តយើងនឹងមានឆន្ទៈមួយគឺការចង់រៀនតែម្ដងតែបើសិនតែយើងអត់ដែល like ទេយើងគិតតែពេលបានតតែរៀនតែជាមួយគ្រូតែមួយផ្នែកទេបងប្អូនអត់ឃើញថ្មីទេព្រោះជាងកាត់សក់គឺកាត់ថ្មីទាំងអស់គ្នាតែម្ដងគឺអត់មែនកាត់ឲ្យដូចគ្នាទាំងអស់ទេខ្លះកាត់ផ្សេងគ្នាយើងឃើញកន្លែងណាដែលល្អយើងយកទៅកន្លែងណាដែលមិនល្អយើងគាត់ចូលទៅអត់ជាបញ្ហាទេគឺយើងចាប់ផ្ដើមយកបន្តិចយកពីនេះបន្តិចយកពីនោះបន្តិចហើយបូកផ្សំទាំងខ្លួនយើងផងទៅធ្វើឲ្យយើងមានការអភិវឌ្ឍកាន់តែខ្លាំងហើយបានជាខ្ញុំតែងតែលើកថាឲ្យបងប្អូននឹងទៅសិក្សាពុទ្ធដោយសារខ្ញុំធ្លាប់អានសភៅមួយក្បាលនោះគឺគេនិយាយអំពីអ្នកនេសាទណាគាត់តែតែបាត់រូបភាពនៅកន្លែងនឹងកញ្ជៀងគាត់អញ្ចឹងទៅកូនគាត់ប្រុសទាំងបានទៅនេសាទត្រីទាំងអស់យ៉ាងណាក៏ទៅនេសាទដែរឃើញនេសាទហេតុអីគាត់ចាឆ្ងល់ថាហេតុអីបានកូនគាត់មិនក៏ចូលចិត្តទៅតែនេសាទត្រីទាំងអស់អញ្ចឹងដោយសារតែគាត់បាត់អារូបកនូហ្នឹងនៅកញ្ជៀងហ្នឹងគឺអ្នកនេសាទហ្មងអញ្ចឹងកូនគាត់គឺទៅនេសាទទាំងអស់ប្រុសគឺចូលចិត្តនេសាទត្រីទាំងអស់អញ្ចឹងដូចគ្នាកន្លែងនេះគឺបងប្អូនបើសិនតែបងប្អូនឯងចុច like ចុច share ឬក៏
ចុចឲ្យបេះដូងគេតែរឿងការរៀនកាត់សក់អញ្ចឹងគឺវានឹងជំរុញឲ្យយើងធ្វើឲ្យចិត្តយើងនឹងចេះតែចង់រៀនចេះតែចង់ចេះឃើញផ្លែចេះតែចង់ចេះណាចេះតែខំប្រឹងប្រែងតែបើសិនតែបងប្អូនអត់ចុចទេបងប្អូនងាយរៀនចេះទេព្រោះកាលណាយើងបានឃើញគេកាត់ទៅផ្លែទៅធ្វើឲ្យចិត្តយើងវាចេះតែចង់ទៅទៀតណាធ្វើឲ្យយើងឯរៀនទៅជោគជ័យតែកាលណាបើយើងអត់ប្រឹងប្រែងអត់ឃើញគេទេគឺ no តែឯងឬក៏អត់ចុចទេគឺក្រុមហ៊ុនFacebook TikTok អីផ្សេងហ្នឹងគឺវាអត់ជំរុញឲ្យយើងទេអត់ឲ្យយើងឃើញទេបើបងប្អូនមិនចូលចិត្តគឺបងប្អូនអត់អាចឃើញទេវីដេអូហ្នឹងអញ្ចឹងមិនថាបងប្អូនបើថាមិនចូលមួយណាក៏សុំឲ្យចុចឲ្យបេះដូងឬក៏ចុច share អញ្ចឹងទៅទុកចោលអញ្ចឹងទៅថ្ងៃក្រោយយើងចូលមើល Facebook ទៅឃើញអញ្ចឹងទៅធ្វើឲ្យយើងកាន់តែឆាប់ចេះឆាប់ដឹងណានៅកន្លែងហ្នឹងគឺខ្ញុំទៅនិយាយវិញឆ្ងាយតិចកន្លែងហ្នឹងព្រោះចង់ឲ្យបងឬក៏បងប្អូនដែលរៀនថ្មីក្រោយហ្នឹងគឺចាប់ផ្ដើមពីពេលនេះទៅហើយខ្ញុំកាត់សក់ហ្នឹងគឺបងប្អូនគឺកន្លែងខ្ញុំកោរួចហើយគឺវាកន្លែងនោះវាបាក់ច្រាំងណាកន្លែងនោះវាបាក់ច្រាំងចាំងព្រោះសក់ហ្នឹងដើមធំអញ្ចឹងវាបាក់ច្រាំងអញ្ចឹងខ្ញុំបិចវាបន្តិចហ្នឹងឲ្យវាស្មូតកាន់តែស្មូតទៅអញ្ចឹងមិនទាន់កាត់ចប់មិនទាន់បានឃើញស្អាតទេបងប្អូនចាំមើលការកាត់ចប់មិនបងប្អូនឃើញប៉ុណ្ណាហើយឃើញស្អាតប៉ុណ្ណាណាបងប្អូនគឺសូមបងប្អូនជួយគ្រប់គ្រងផងខ្ញុំផងដែរព្រោះខ្ញុំគឺជាជាងថ្មីឯងមិនទាន់ជាជាងដៃចាស់ទេអញ្ចឹងកាត់ខុសមានខុសខ្លះត្រូវខ្លះអញ្ចឹងហើយខ្ញុំកាត់ខាងទាំងពីរrồiហើយគឺខ្ញុំចាប់ដើមកាត់ខាងក្រោយតែម្ដងកាត់ខាងក្រោយការកាត់ហ្នឹងគឺខ្ញុំអត់ឈូសតែម្ដងទេគឺខ្ញុំយកចូលខាងលើហៅតើមកស្ទាបខាងលើនឹងចូលសិនព្រោះខ្ញុំអត់កាលណាបើខ្ញុំទៅស្ទប់ខាងលើនឹងអស់ហើយមានឃើញសន្តានមកអស់ហើយគឺខ្ញុំចាប់ដើមកោសវាជាក្រោយតែនេះគឺខ្ញុំកំពុងតែវាកំពុងតែចិត្តវាចាញ់ណាចិត្តអាសក់ក្រាស់នឹងចាញ់ខាងលើនឹងព្រោះកាលណាបើយើងសក់យើងកាត់ទៅទាំងសំពងគឺវាល្អទេបងប្អូនគឺកន្លែងណាដែលយើងថាវាមិនជាចាំបាច់គឺចិត្តវាចូលចិត្តវាចូលតែកុំឲ្យចិត្តខូចតែកាលណាបើយើងចិត្តទៅជ្រុលដៃពេកយើងអត់កំណត់ទីតាំងយើងចិត្តទេគឺប្រកាសជាខូចហើយប្រកាសជាខូចអញ្ចឹងចិត្តខូចអញ្ចឹងគឺយើងមិនអាចកោសមកបានស្អាតទេអញ្ចឹងគឺខ្ញុំគាត់តែចិត្តខាងលើឲ្យវាមានស្ថានស្ដើងថាស្ដើងហើយគឺឲ្យវាបដិញគ្នាទៅឲ្យវាស៊ីគ្នាហ្មងកុំឲ្យវាក្រាស់ពេកណាអញ្ចឹងគឺចិត្តវាអាកន្លែងណាដែលយើងថាវាមិនចាំបាច់ទេគឺចិត្តចោលហ្មងឲ្យវាបដិញគ្នាទៅហ្មងកុំឲ្យវាកាត់សក់ពេលខ្លះគឺអ្នកខ្លះគាត់យកសក់ហ្នឹងបដិញទៅអ្នកខ្លះគាត់អត់បដិញទេតែបើថាម៉ូតស្ទៀវភាគច្រើនស្ទៀវខ្លះគឺគាត់អត់កាត់បដិញទេគាត់យកសមោបដិញទៅគឺគាត់កាត់យកកលិតែម្ដងគេហៅម៉ូត2តង់ណាតែអានេះគឺអត់មែនទេខ្ញុំយកប្រភេទបដិញបដិញទៅគឺបដិញទៅខ្មៅមកបដិញទៅហើយខ្ញុំចាប់ដើមក៏ដើមគឺកាត់ឈូសអាក្រាស់ខាងលើចាញ់ឥឡូវឃើញមានសន្តានទៅបដិញគ្នាហ្មងយើងត្រូវការថ្នមដៃបងប្អូនពេលដែលយើងកោសនឹងគឺថ្នមដៃតែកាលណាបើយើងមិនថ្នមដៃទេគឺដឹងតែមុតហើយព្រោះកាលណាបើយើងឈូសបុកវាគឺមុតហើយព្រោះតង់ដឺខ្ញុំថាតង់ដឺអ្នកខ្លះពេលខ្លះគាត់យកទៅកោសអាថ្មិញហ្នឹងគឺគាត់យកទៅកោសហ្មងទៅកោសនឹងស៊ីម៉ង់ឬកោសអីផ្សេងដើម្បីឲ្យវាទៀលកុំឲ្យវាស្រូចណាខ្ញុំតែងតែកាត់ផងខ្ញុំគឺខ្ញុំអត់ដឹងតើខ្ញុំយកមកកាត់ក្បាលខ្លួនឯងមកដឹងថាអូវាចាក់ផងគេមែនអញ្ចឹងខ្ញុំកោសចាប់ដើមយកទៅកោសហើយកោសឲ្យវារៀងទៀលកុំឲ្យវាស្រូចពេកហើយយើងថ្នមដៃកាត់រៀងថ្នមដៃភ្ងាវហ្នឹងគឺកន្លែងកហ្នឹងតែការបើថាកាត់ធ្ងន់ទេបងប្អូនគឺកន្លែងកហ្នឹងគឺដឹងតែនិយាយទៅថាដឹងតែមុតហើយដឹងតែមុតហើយព្រោះយើងបុកខ្លាំងពេកគឺវាត្រូវអាថ្មិញតង់ដឺនឹងវាស្រួចផងគឺដឹងតែមុតហើយអញ្ចឹងត្រូវការថ្នមដៃមែនទែនហើយត្រូវការប្រើកដៃពេលកហ្នឹងគឺគេប្រើកដៃហ្មងគឺកដៃឲ្យទន់ណាដៃកដៃឲ្យទន់បានកោសទៅបានវាស្អាតកោសទៅគឺវាបាត់ស្នាមកោសទៅគឺទីមួយគឺគេកោសបដិញបងប្អូនកោសបដិញគឺគេចន្តិតគូតអាតង់ដឺនឹងរៀងងោអញ្ចឹងអានឹងកោសបដិញយកសមោលហើយពេលគេកោសលុបស្នាមគឺគេកោសត្រង់ទៅនឹងកោស
ก็ว่าถ้าก็ไปต้องเตอรูปสนามให้ขยมก็เรียกคือบางคนมือเคยถ้าการก็อะไรก็นั่นคือวิมนสมูทมองจับดำเมียนสมูทได้ขยมจับดำเสรีติดเลยนะได้ขาดเลยนะได้เวียมือตัวทาไปมันซ้ำนะให้การกัดซ้อนนั่นคือจับดำเอาปนสังเกตมือเจียงจับดำสังเกตมือคือเจาะพองแต่กระเลนหน้าเบียปองกระเลนหน้าเบียไอ้มือคือเจาะขังคลอยเลยเจาะขังบุกในเจาะนั่นคือกิมเมียนด่ามันคือกิด่าดอกไม้อ้อยเจียงมือไงแต่มือตัวเบียไปคล้ายยังมือหนึ่งคล้ายยอดเคยตีแต่ยังมือตัวขนมคือเจาะตัวยังเรื่องถักกระเลนหน้าปองกระเลนหน้าเบียมันปองกระเลนหน้าเบียมันสะอาดกระเลนหน้าเบียมันรสเสมอไอ้เสียคือยังอาจดึงบานเบอร์สันแต่ยังอดมือตัวจังเตคือดังแต่ของพลอดบานสะอาดเตยังมือไปคลักคือมือหนึ่งเพลงคืออดบานสะอาดเตยังมือตัวเรากินจังเองมือกินจังเป็นอ้อยมือผลึกอยู่แต่คือสังเกตมือคนเองติ่งลอยมือติ่งกลมอยู่คือกัดอ้อยบานเลื่อนย้อมเรื่องกัดอย่างยืดเต็มพลวิดีโอย้อมคือวิดีโอบังเรียนนะบังเรียนคือย้อมเรียนยืดบังเรียนคืออ้อยยืดติ่งcòn ta bóng pôn để che hơi để thả lên vô hai cứ chập đâm bằng cơ nào ở phía lưng rồi ha á cái nào bởi những căn ta cắt bàn lương rồi ha hơi cắt bàn san nó cứ chịp khi để trong bàn rồi kia ở trong cùi du tay cứ cái trong lớn mà play thấy cứ san tầm đòn nếu bờ sân tại dưng khơi cả lấy nó cứ dưng chập đâm ren vừa hạt nhập đa nhập chơi không phụ nhập đa nhập chơi á nhưng tập đa nhập chơi được bay bằng con ỏi căn thật xa thấy cứ thua dương đấy căn thật áp cứ căn thật lớn cứ căn thật lò bờ sân tại dương tụ cấp bản năng phải trên cho mùi kế này như thầy dương tụ cấp bản năng phải trên cái nét cứ dương ban nuôi trần cả nào dương si pia rồi cho mùi kế những mà dương cấp ban lớn hay xa tết nghe cho chặt dương chân cứ bỏ con chỉ cột nâng nuôi chăm dương nàyแต่ลื่นให้หรอให้คือกันโดยจำยังไงกัดมือเนี่ยคลาดขึ้นจังอ่ะมาดองกันจังเคยยังกัดคิวมันจังสะอาดจังตื้อกัดมือตัวบานสะอาดคือกดอัดจังกัดนาเต็มยมจังกัดเชียงหนึ่งเห็นไหมกัดโดยจำยืงมองกัดโดยจำยืงเลยซากัดมือตัวคือกัดเป็นจัดติดได้ยืงมองอ่ะให้ไปแต่กัดปีพี่ตัวบ้านกัดทางสู้กัดทางจังกับมองหมดไม่ไอ้ไม่คือกัดโดยโอนไม่อย่างจังตื้ออย่างนี้คือจับดำรู้ใจคือผมเคยเนี่ยเคยสะอาดขนาดไหนไอออยเรดประมาณหรือประมาณการติดใดคือประมาณได้ไอคอมเมนต์ในข้างกล้องวิดีโอរបស់ខ្ញុំបាទសូមអរគុណ